ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយរឿងលីហ្គីយ៉ុងរបស់យើងបន្តទៀតហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តកុំភ្លេចចុច Subscribe ដាក់សញ្ញារូបកណ្ដឹងម្នាក់មួយផងអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះយើងបន្តពីភាគនេះយើងឃើញថាយ៉ុងសុងកំពុងតែសម្លក់សម្លឹងជាមួយនឹងប្រូជីនហូហើយលីហ្គីយ៉ុងឃើញយ៉ុងសុងមានសកម្មភាពបែបហ្នឹងហើយក៏បានហៅទៅកាន់យ៉ុងសុងដើម្បីឲ្យយ៉ុងសុងភ្ញាក់ខ្លួនឡើងវិញហើយយ៉ុងសុងក៏បាននិយាយទៅកាន់ប៉េជីនហូថាសុំទោសផងខ្ញុំឈ្មោះយ៉ុងសុងហើយលីហ្គីយ៉ុងឈរក្បែរហ្នឹងក៏បានគិតក្នុងចិត្តថាវាជាឃាតករហើយក៏ជាឃាតករដែលឆ្លាតផងដែរផ្អែកទៅលើព័ត៌មានដែលទទួលបានពី Starter Window របស់ចុងជីនហូខ្ញុំមិនសន្និដ្ឋានបានពីចំណុចទី1គឺច្បាស់ណាស់ថាវាជាឃាតករហើយប៉េជីនហូក៏បាននិយាយថាខ្ញុំមានកិត្តិយសណាស់ដែលបានជួបអ្នកយ៉ុងសុងហើយបើតាមអ្វីដែលខ្ញុំបានលើពីសុកវូអ្នកគឺជាអ្នកគ្រប់គ្រងនៅជំរំនេះមែនទេហើយពេលដែលខ្ញុំបានជួបអ្នកផ្ទាល់ខ្ញុំមានអារម្មណ៍ថាអ្នកខ្លាំងជាងអ្វីដែលខ្ញុំបានគិតទៅទៀតតែខ្ញុំមិនសួរបានទេថាតើ stat របស់អ្នកមានអ្វីខ្លះហើយយ៉ុងសុងក៏បានតបទៅវិញថាខ្ញុំខ្លាចថាខ្ញុំពិបាកប្រាប់រឿងនឹងបន្តិចហើយជីនហូក៏បាននិយាយទៅវិញថាបើអ្នកមានអារម្មណ៍ថាមិនស្រួលមិនអីទេប៉ុន្តែយ៉ាងណាក៏ដោយឧបករណ៍ប្រើប្រាស់ទាំងអស់នោះអូទេខ្ញុំច្រឡំមនុស្សដែលរស់នៅទាំងអស់នោះតើអ្នកប្រមូលបានមកពីណាហើយលីហ្គីយ៉ុងនៅក្បែរនោះបានគិតក្នុងចិត្តថាគេពិតជាគ្រប់គ្រងអារម្មណ៍បានល្អមែនហើយលីហ្គីយ៉ុងក៏បានគិតបន្តទៀតអំពីដែលបានសន្មតមុនហ្នឹងចំណុចទី2បើផ្អែកតាមប្រតិកម្មរបស់គីមយ៉ុងសុងធ្លាប់បានជួបឃាតករចុងជីនហូកាលពីជីវិតទី1របស់គាត់ហើយអពេលចុងជីនហូនឹងគឺជា villain ដែលបានសម្លាប់គីមយ៉ុងសុងឬក៏មនុស្សដែលនៅជុំវិញខ្លួនរបស់គីមយ៉ុងសុងឬក៏ធ្វើអ្វីផ្សេងទៀតដែលមិនល្អចំពោះគីមយ៉ុងសុងគណៈពេលនោះជីនហូក៏បាននិយាយថាអញ្ចឹងយ៉ាងណាក៏ដោយខ្ញុំចង់និយាយថាបើមិនប្រកាន់ទេតែបើយើងអាចនៅជាមួយពួកអ្នកបានអត់ប្រកបណាស់មិនពួកខ្ញុំមិននៅ free ទេពួកយើងគ្មានអ្វីច្រើនទេប៉ុន្តែពួកយើងបានយកចំណីអាហារខ្លះមកតាមខ្លួនដែរប្រកបណាស់បើសិនជាអ្នកទាំងអស់គ្នាមិនចូលចិត្តពួកយើងទេហើយយ៉ុងសុងក៏បាននិយាយថាទេមនុស្សណាដែលនៅរស់រានមានជីវិតគឺពួកយើងតែងតែស្វាគមន៍ជានិច្ចលើយ៉ុងសុងនិយាយបែបហ្នឹងហើយលីហ្គីយ៉ុងក៏បានភ្ញាក់ផ្អើលបន្តិចហើយក៏គិតក្នុងចិត្តថាតើស្អីគេហ្នឹងខណៈពេលនោះមានបរិសត្រងោលសក់វែងមួយបានដើរមករយៈជាមួយនឹងលីហ្គីយ៉ុងខ្ញុំឈ្មោះលីហ្គីហូលសូមជួយមើលថែខ្ញុំផងហើយលីហ្គីយ៉ុងក៏បានតបទៅវិញថាខ្ញុំឈ្មោះលីហ្គីយ៉ុងខ្ញុំទេដែលជាអ្នកនិយាយបែបហ្នឹងហើយលីហ្គីយ៉ុងក៏បានគិតក្នុងចិត្តថាឈ្មោះប៉ែនេះ friendly មែនហើយលីហ្គីយ៉ុងក៏បានប្រាប់ទៅកាន់ឌុងហ្គូថាឌុងហ្គូលោកបងឯងជាមួយនឹងជេហ៊ីគួរតែធ្វើជាហ្គាយនាំពួកគេដើរមើលទម្រង់របស់យើងសិនទៅលឺយ៉ាងហើយឌុងហ្គូក៏ខ្សឹបទៅវិញថាលោកបងតើវានឹងមិនអីទេមែនទេមុននឹងយើងបំរុងតែហើយលីហ្គីយ៉ុងក៏បាននិយាយកាត់ថាឥឡូវបើសិនជាមានរឿងអីកើតឡើងហៅយើងភ្លាមទាំងអត់បន្ទាប់មកឌុងហ្គូក៏បាននិយាយទៅកាន់ពួកនោះថាហេសមាមិត្តទាំងអស់គ្នាវាមិនមែនជាទីកន្លែងដែលសុវត្ថិភាពទេប៉ុន្តែនៅទីនេះវាក្រន់ជាងនៅខាងក្រៅឌុងហ្គូនិយាយទៅកាន់ក្រុមរបស់ជីនហូរួចហើយជីនហូក៏បានតបទៅវិញថាអរគុណសម្រាប់ការគិតគូរបន្ទាប់មកលីហ្គីយ៉ុងក៏បានគិតថាតើយ៉ុងសុងຕົកអបៈជីនហូនឹងនៅក្បែរពីព្រោះតែអបៈជីនហូនឹងជាសត្រូវមែនអត់វាសមហេតុផលដែរប៉ុន្តែនេះវាហូបពីការរំពឹងទុកបន្តិចហើយបើពិចារណាអំពីការពិតមួយនេះហើយចង្រៃចុងជីនហូនឹងវាបកកន្ទុយវានៅពេលដែលគីមយ៉ុងសុងបង្ហាញខ្លួនវាជាមនុស្សម្នាក់ដែលឆ្លាតមែនចេះបត់បែនតាមកលៈទេសៈឃាតករម្នាក់ដែលឆ្លាតហើយនឹងវិកលចរិតមែនទេយើងមានភាពដូចគ្នាខ្លាំងណាស់យើងក៏មានការវិចារណាខ្លាំងផងដែរចង់បានន័យថាតួនឹងមាន IQ 1000ហើយតួយើងក៏គិតបន្តទៀតថាប្រកបណាស់គឺយើងក៏អរគុណឯងផងដែរដែលបានលេខឡើងនៅចំពេលល្អមែនទែនលីហ្គីយ៉ុងមិនក៏ឯងពិតជាសំណាងយ៉ាងនេះគ្មានហេតុផលអ្វីដែល stat សំណាងរបស់ឯងមិនខ្ពស់នោះទេចេញក្រៅសាច់រឿងបន្តិចនៅពេលដែលខ្ញុំនិយាយរឿងឈប់ហ្នឹងដោយសារខ្ញុំនិយាយទៅវាតឡាន់មាត់ដូចពេលខ្ញុំហៅឈ្មោះតួអង្គអីចឹងខ្ញុំហៅឈ្មោះវល់ដូចហ្នឹងហើយខ្ញុំនិយាយតឡាន់ទៅចឹងបើមិនចឹងនិយាយធម្មតាក៏ចឹងដែរអីគេវក់បែបហ្នឹងឡើយអញ្ចឹងពេលខ្លះស្ដាប់ឮរៀងខុសអីកុំប្រកាន់ទេដោយសារខ្ញុំនិយាយវាតឡាន់វាកម្របាននិយាយត្រូវនិយាយទៅខ្ញុំនិយាយចង់1000ដងមិននិយាយត្រូវហ
ហើយឈ្មោះក៏អញ្ចឹងដែរឈ្មោះកូរ៉េហ្នឹងមកវេទនាឯនេះអញ្ចឹងកុំឲ្យខ្ញុំលូច្រើនពេកយើងចូលសាច់រឿងយើងវិញយើងហើយលីគីយ៉ុងក៏បាននិយាយទៅកាន់យ៉ុងសុងថាយ៉ុងសុងយើងមានរឿងចាំបាច់ត្រូវប្រាប់ឯងយ៉ុងហើយលីគីយ៉ុងក៏បានឃើញយ៉ុងសុងធ្វើមុខឡើងកញ្ញើបន្ទាប់មកយ៉ុងសុងក៏បានចាប់អារម្មណ៍ឃើញលីគីយ៉ុងហើយក៏បានឆ្លើយទៅកាន់លីគីយ៉ុងវិញលីគីយ៉ុងក៏បាននិយាយថាឯងមានអាកប្បកិរិយាដោយឯងបានជួបមនុស្សដែលឯងបានស្គាល់ពីមុនមកអញ្ចឹងហើយយ៉ុងសុងក៏បានតបទៅវិញថាហ្នឹងហើយតិចតួចដែរវាត្រូវហើយអ្នកឯងនិយាយចឹងបានថាខ្ញុំស្គាល់ពួកនឹងតិចដែរហ្នឹងប៉ុន្តែពួកនោះប្រហែលជាមិនស្គាល់ខ្ញុំទេដោយសារតែខ្ញុំធ្លាប់ឃើញពួកគេតែមួយផ្លេតប៉ុណ្ណោះហើយឃើញពួកគេហ្នឹងរៀងយូរដែរហើយលីគេខ្ញុំក៏បានតបទៅវិញថាយើងស្មានតាឯងហ្នឹងវាមានទំនាក់ទំនងនោះតាហើយយងសុងក៏បានតបទៅវិញថាវាមិនអាចចាប់ទុកជាការទំនាក់ទំនងគ្នាទេអញ្ចឹងឯងកុំប្រាប់ចុងជីនហូឲ្យដឹងទៅហើយលីគេខ្ញុំក៏បានតបទៅវិញថាប្រកាសណាសម្លាញ់យើងមិននិយាយអ្វីទេលីគេយ៉ុងនិយាយរួចយ៉ុងសុងក៏បានសម្លឹងមើលទៅលីគេយ៉ុងបន្តិចបន្ទាប់មកក៏នាំគ្នាដើរទៅកាន់ជំរំវិញហើយលីគេយ៉ុងក៏បាននិយាយឡើងថានិយាយចឹងយ៉ុងសុងឯងត្រឡប់មកវិញដោយគ្មានរបួសស្នាមអីបន្តិចយ៉ុងសុងណាស់ពិតជាអស្ចារ្យមែនហើយយ៉ុងសុងក៏បានតទៅវិញណាទេកុំតែសើគ្នាពេកគ្នាគ្រាន់តែសំណាងនឹងណាបើគិតពីវាទៅគេយ៉ុងឯងទេដែលគួរឲ្យអស្ចារ្យជាងនឹងទៅទៀតហើយប្រូគេយ៉ុងក៏បានតទៅវិញថានិយាយតាមត្រង់ទៅយើងមានរឿងមួយដែលចង់ប្រាប់ឯងហើយយ៉ុងសុងក៏បានតទៅវិញថាមានរឿងអីចំណែកឯហាយ៉ានឮចឹងហើយក៏ភ័យខ្លួនហើយខ្លាចលីគេយ៉ុងនិយាយពីខ្លួនហើយលីគេយ៉ុងក៏បាននិយាយថាហេយ៉ុងបានស្លាប់បាត់ហើយយ៉ុងសុងក៏បានភ្ញាក់ផ្អើលខ្លាំងមែនទែនហើយក៏សួរថាតើវាកើតឡើងដោយរបៀបណាលីគេយ៉ុងឮចឹងហើយក៏បានគិតក្នុងចិត្តថាអញ្ចឹងយើងចាប់ដើមហើយគិតរួចក៏បាននិយាយថាខ្ញុំគិតថានាងត្រូវបានសម្លាប់ដោយការវាយប្រហារអំពី Magic ដែលមិនស្គាល់អត្តសញ្ញាណមួយខ្ញុំសុំក៏ឆ្ងល់ថា Magic ហើយលីខ្ញុំក៏បានតទៅវិញថាហ្នឹងហើយខ្ញុំច្បាស់ពីវាខ្លាំងខ្ញុំគ្រាន់តែនៅជា beginner ទេចឹងហើយខ្ញុំពិបាកក្នុងការកំណត់អត្តសញ្ញាណខ្លាំងថាមានរឿងអីកើតឡើងប៉ុន្តែខ្ញុំប្រកាសច្បាស់ថាវាជាដានរបស់ Magic ហើយហាយ៉ាងកំពុងតែចាប់ដើមភ័យខ្លួនហើយស្មានតែលីគីយ៉ុងកំពុងតែនិយាយពីខ្លួនឯងហើយលីគីយ៉ុងក៏បានបន្តនិយាយទៀតថាបន្ទាប់ពីបែកផ្លូវគ្នាចេញពីយ៉ុងសុងឯងមកនៅពេលពាក់កណ្ដាលផ្លូវខ្ញុំមើលទៅក្រោយទៅឃើញថាហាយ៉ានជាមួយហេយ៉ុងបានវែងពីយើងបាត់ហើយក្រោយមកពេលខ្ញុំទៅដល់ខ្ញុំបានឃើញថាហេយ៉ុងកំពុងតែស្លាប់ដោយសារតែការកាត់ផ្ដាច់អវយវៈចេញពីនាងយ៉ុងសុងលើអញ្ចឹងហើយក៏ឆ្ងល់ដែរកាត់អវយវៈហើយលីគីយ៉ុងក៏បាននិយាយទៅវិញថាហ្នឹងហើយខ្ញុំគិតថាប្រហែលជាវាជាអន្ទាក់នៅក្នុងដងជន់យ៉ុងសុងក៏បានលន់មកថាអន្ទាក់ចំណែកលីគីយ៉ុងបានឃើញចឹងហើយក៏បានគិតក្នុងចិត្តថាយ៉ុងសុងប្រហែលជាសង្ស័យអំពីវាព្រោះអីគ្មានអន្ទាក់នៅក្នុងដងជន់ទេវាគ្មានផ្លូវដែលយ៉ុងសុងមិនដឹងថានៅនឹងគ្មានអន្ទាក់ទេព្រោះយ៉ុងសុងបានត្រឡប់ពេលវេលាបានម្ដងហើយហ្នឹងហើយខ្ញុំចង់យកហេយ៉ុងមកជាមួយពួកយើងដែរប៉ុន្តែខ្ញុំកំពុងតែច្របូកច្របល់ខ្ញុំគិតថាខ្ញុំបោះជានាងទៅប្រសើរជាងទុកឲ្យពួក monster នៅ VC ដូច្នេះខ្ញុំក៏បើខ្ញុំគិតអំពីពេលនេះម្ដងទៀតហើយយ៉ុងសុងឃើញអប៉ែលីកយ៉ុងនឹងយំហើយក៏បាននិយាយថានេះប្រកាសជាពិបាកចិត្តណាស់ហើយហាយ៉ានឃើញលីកយ៉ុងយំអញ្ចឹងហើយក៏បានសួរទៅកាន់លីកយ៉ុងថាអូប៉ែតើបងមិនអីទេមែនទេហើយលីកយ៉ុងដែលកំពុងតែធ្វើពុតជាយំបានគិតក្នុងចិត្តថាវាល្អណាស់បើសិនជាខ្ញុំអាចស្មោះត្រង់បានក្នុងកលៈទេសៈនេះវាខុសគ្នាអំពីម្សិលមិញជានេះទៅទៀតក្មេងតូចហាយ៉ានសភាពល្អរបស់យើងជំនួយដែលល្អបានលេចឡើងមកហើយអរគុណជីនហូគឺវាមានខ្លះ Magic Sword Man រឿងអាកំបាំងនោះគឺអ្នកដែលបានសម្លាប់ផាក់ហេយ៉ុងហើយបានរត់គេចចេញចង់និយាយថាសង្ឃឹមអ្នកគ្នានឹងយល់ដោយសារខ្ញុំអត់ដឹងនិយាយថាមិនឲ្យវាសមទេកន្លែងណាតួចង់ឲ្យយ៉ុងសុងនឹងគិតថាអប៉ែជីនហូនឹងអ្នកសម្លាប់ផាក់ហេយ៉ុងហើយក៏បានគិតបន្តទៀតថាឃាតករនោះគឺជាអ្នកជីនហូបន្ទាប់មកសាច់រឿងបានកាន់នៅពេលដែលយ៉ុងសុងជាមួយនឹងលីគីយ៉ុងបានទៅដល់កន្លែងអង្គុយផឹកតែជាមួយនឹងគ្នាមិនដឹងតែដឹងកាហ្វេទេឃើញពណ៌អញ្ចឹងហើយលីគីយ៉ុងក៏បានគិតក្នុងចិត្តថាពេលមកសន្ទុះហើយបន្ទាប់ពីបានប្រាប់គីមយ៉ុងសុងអំពីការស្លាប់របស់ហេយ៉ុងនិយាយតែអាប៉ែគីមយ៉ុងសុងនឹងស្ងាត់មកដល់ជ្រាបហ្មងតាំងពីពេលហ្នឹងមកមិនដឹងថាវាគិតថាអាប៉ែជីនហូនឹងជាឃាតករឬអត់ទេអ្នកដែលសម្រេចចិត្តថាចុងជីនហូគឺជាឃាតករដែលបានសម្លាប់
ផាក់ហេយ៉ុងនោះគឺជាគីមយ៉ុងសុងមិនមែនជាយើងទេខ្ញុំគ្រាន់តែធ្វើពុតជាមិនដឹងខ្យល់អីទៅបានហើយលើពីការរំពឹងទុកគីមយ៉ុងសុងមើលទៅហាក់បីដូចជាមិនចូលចិត្តអបិជីនហូនឹងប្រហែលទេមើលទៅហាក់បីដូចជាគីមយ៉ុងសុងបានស្អប់អបិជីនហូនឹងតាំងពីណាមកហើយមើលទៅដូចជាបានដាក់រនាំងបាំងខាំងមួយហើយថាអបិជីនហូនឹងគឺជាឃាតករនៅពេលអនាគតឬក៏ជាសត្រូវរបស់គីមយ៉ុងសុងនៅពេលអនាគតក៏ថាបានដែរប៉ុន្តែបញ្ហានោះគឺតែខ្ញុំធ្វើមិនដែរដើម្បីឲ្យគីមយ៉ុងសុងគិតអញ្ចឹងលីកយ៉ុងគិតរួចក៏បាននិយាយទៅកាន់គីមយ៉ុងសុងថាផ្លូវក្រោមដីនៅក្នុងដងជន់មុនហ្នឹងពួកយើងបានត្រឡប់មកវិញដោយដៃទទេហើយគីមយ៉ុងសុងឯងគិតយ៉ាងម៉េចដែរបើចង់បបួរពួកនោះដើម្បីបូកគីឡូវាយបូកនៅក្នុងដងជន់ហ្នឹងយ៉ុងសុងលឺអញ្ចឹងហើយក៏បានសួរទៅកាន់លីកយ៉ុងថាមានន័យថាម៉េចនឹងវាយបូកហ្នឹងបូកគីឡូគ្នាជួយគ្នាវាយ Monster កន្លែងមិញអត់មានថែមទេមិញពាក្យស៊ីនគេនិយាយចេះហ្នឹងហើយយ៉ាងកំពុងតែរៀបនឹងខ្លាយទៅជាមេជីហើយបើសិនជីនហូនឹងចាញ់ដែរវាគ្រប់ member ល្មមខ្ញុំគិតថាដល់ពេលដែលត្រូវសម្រេចចិត្តហើយបន្តមកលីកយ៉ុងក៏បានពិចារណាក្នុងចិត្តតែខ្ញុំឆ្ងល់ដែរទទួលអង្គណាឆ្លាតដល់គិតក្នុងចិត្តមកកណោភាកហ្មងវិញលីកយ៉ុងក៏បានគិតក្នុងចិត្តដែរបើសិនជាពួកយើងទៅជាមួយពួកក្រុមជីនហូហ្នឹងវាប្រកាសជាមានទំនាស់រវាងក្រុមពួកយើងជាមួយនឹងក្រុមជីនហូហ្នឹងបន្តមកលីកយ៉ុងក៏បាននិយាយថាពួកមនុស្សដែលបានមកជំរុំយើងនេះពួកហ្នឹងវាខ្លាំងជាងពួកដែលនៅក្នុងជំរុំយើងគ្មានអ្នកណាអាចស័ក្តិសមជាងក្រុមពួកហ្នឹងទេប៉ុន្តែលើពីនេះពួកយើងនឹងមិនអាចឲ្យមានស្ថានភាពបានកើតឡើងដោយផាក់ហេយ៉ុងបានទេឥឡូវនេះគីមយ៉ុងសុងកំពុងតែគិតថាជីនហូជាអ្នកសម្លាប់ផាក់ហេយ៉ុងហើយចោះយ៉ាងមិនដែរអ្នកឯងចង់បានវាមិនអញ្ចឹងនេះគឺជារូបភាពដ៏ល្អឥតខ្ចោះមួយមិនថាអ្នកមើលពីណាទេឬក៏មើលយ៉ាងម៉េចទេត្រូវអត់គីមយ៉ុងសុងឆាក account ត្រូវបានរៀបចំហើយអ្វីដែលឯងត្រូវធ្វើគឺឯងត្រូវតែចូលតួវាបន្តមកលីកយ៉ុងក៏បាននិយាយថាអញ្ចឹងបើយើងមិនអាចស្រាប់តែយ៉ុងសុងក៏និយាយកាត់ថាខ្ញុំគិតថាវាជាកំណត់ល្អវាល្អសម្រាប់ការបូកគីឡូគ្នាដើម្បីឃ្លាដងចងអញ្ចឹងក៏ព្រោះតែពួកយើងមិនដែលធ្វើការជាមួយក្រុមជីនហូម្ដងទេលើយ៉ុងសុងនិយាយអញ្ចឹងហើយលីកយ៉ុងក៏បានតបទៅវិញថាបាទខ្ញុំក៏មានកំណត់អញ្ចឹងដែរបន្ទាប់មកយ៉ុងសុងបានងើបចូលឡើងហើយក៏បានប្រាប់លីកយ៉ុងថាបើអញ្ចឹងខ្ញុំទៅប្រាប់ក្រុមជីនហូជាមុនទៅហើយនិយាយរួចក៏បានងើបដើរចេញទៅហើយក៏បានឆ្លៀតប្រាប់លីកយ៉ុងថាតើអ្នកអាចហៅពីអ្នកនោះឲ្យមកទីនេះបានអត់ហើយលីកយ៉ុងក៏បានតបទៅវិញថាបាទយល់ហើយនៅពេលដែលយ៉ុងសុងបានចេញទៅបាត់លីកយ៉ុងក៏បានគិតក្នុងចិត្តឡគីមយ៉ុងសុងបានធ្វើការបដិញ្ញាចិត្តរួចហើយខ្ញុំត្រូវការខំប្រឹងឲ្យខ្លាំងនៅក្នុងការ support ទៅលើគីមយ៉ុងសុងដើម្បីឲ្យផែនការនឹងជោគជ័យហើយក៏បានលើសំឡេងមួយនិយាយឡើងថាជីនហូអ្នកពិតជាអស្ចារ្យមែនពិតជា cool ខ្លាំងមែនតើសំឡេងនោះដែរគឺចេញមកពីកញ្ញាដែលបានឃើញប្រុសស្អាតមិនបានហើយមូលហេតុដែលកញ្ញាអរគុណនឹងដោយសារតែជីនហូគឺបានជួយលើកដុំថ្មពួកគេហើយចំណែកសុកប៊ូវិញបានធ្វើការចែកចំណីអាហារទៅកាន់មនុស្សនៅក្នុងជំរំនោះហើយនៅពេលនោះមនុស្សនៅក្នុងជំរំនោះក៏បានសរសើរពួកក្រុមនឹងខ្លាំងមែនទែនហើយពួកនឹងក៏បាននិយាយគ្នាសើចលេងសប្បាយអញ្ចឹងទៅលីយ៉ាងបើយើងឃើញអញ្ចឹងហើយក៏បានធ្វើមុខអាចង្រៃហើយសំដែងបានល្អណាស់ហើយលីក៏បានគិតក្នុងចិត្តទៀតថាមិនយូរប៉ុន្មានទេវានឹងវាប្រហារទៅលើពួកគេហើយតើវាកំពុងតែធ្វើអីហ្នឹងហើយលីក៏បានសម្លឹងទៅមើលពួកនៅក្បែរហ្នឹងហើយពួកហ្នឹងក៏បាននាំគ្នានិយាយអំពីពួកក្រុមរបស់សុកវូហ្នឹងឬក៏ក្រុមជីនហូហ្នឹងវាបាននិយាយគ្មានក្រែងចិត្តលីយើងទេលើយ៉ាងហើយលីក៏បានគិតក្នុងចិត្តថាយើងគឺជាអវតារពិតនៃយុត្តិធម៌ជាអ្នកឈរនៅក្នុងសមរដើម្បីការពារជីវិតរបស់ពួកគេចេញពីអមនុស្សវិកលចរិតនិងគ្មានមេត្តានោះក៏រួចលីក៏ក៏បានដើរទៅរកហាយ៉ានហើយក៏បាននិយាយជាមួយនឹងហាយ៉ានហាយ៉ានហើយហាយ៉ានឮលីក៏ហើយក៏កលេសទៅឃើញលីក៏ហើយក៏បានស្រែកហៅអូប៉ាបន្ទាប់មកលីក៏ក៏បានយកដៃទៅកង្អាក្បាលរបស់នាងរួចហើយក៏លើកសរសើរនាងបាទគ្នាចឹងមើលហើយទៅបាទនេះជាវិធីលួងចិត្តនារីក្រែងលោកគ្នាយើងមានកម្រងធ្វើដោយលីក៏ដែរអញ្ចឹងណាហើយប្រើរូបមន្តនឹងមើលទៅបើថាជោគជ័យប្រាប់អេដមីនផងយើងធ្វើនិយាយសម្ដីឲ្យផ្អែមអញ្ចឹងណាតែអេដមីននិយាយផ្អែមអត់កើតតបកចូលតែរឿងយើងវិញហើយលីក៏បានគិតក្នុងចិត្តថាមើលទៅការនាងដែរឥឡូវនេះនាងកាន់តែហ៊ានទៅហើយ
ដោយសារតែបែបហ្នឹងហើយទៅទំនាក់ទំនងខ្ញុំនឹងហាយ៉ាន់វាមានភាពស្និទ្ធស្នាលជាងមុនអេតែមិនបានណាចង្រៃនៅវាសើចទៀតហើយឥឡូវវាដល់តំណែងកាលហ្នឹងហើយខ្ញុំគួរតែជ្រើសរើសផ្លូវ date ជាមួយនឹងហាយ៉ាន់ត្មងណាលីកយ៉ុងក៏សម្រេចចិត្តចឹងរួចហើយដងគូក៏បាននិយាយទៅកាន់លីកយ៉ុងដែរលបងនិយាយជាមួយនឹងលបងយ៉ុងសុងហ្នឹងយ៉ាងម៉េចដែរបងខ្ញុំភ្ញាក់ផ្អើលណាស់ដែលបងឯងមកលឿនបែបនេះហ្នឹងខ្ញុំមកទីហ្នឹងដោយសារតែរឿងហ្នឹងឯងយ៉ុងសុងមានរឿងត្រូវនិយាយជាមួយពួកយើងតែពួកឯងមានពេលតំណែងអត់ហើយដងគូក៏បានឆ្លើយតបថាខ្ញុំមានពេលវេលាតាលបងហើយហាយ៉ាន់ក៏បានសួរទៅកាន់លីកយ៉ុងថាប្រកាសណាតាអូនអាចសួរតានិយាយពីអ្វីទៅលឿនចឹងហើយបរមហាសម្ដីលីកយ៉ុងរបស់យើងក៏បានតទៅវិញថាខ្ញុំគិតថាតិចទៀតហ្នឹងពួកយើងនឹងទៅខាងក្រោមនៃដងជន់ជាមួយនឹងក្រុមរបស់ជីនហូហើយលឿនចឹងហើយឌូគូក៏បានតបទាំងឆ្ងល់ថាខ្ញុំលឺចឹងហើយមានអារម្មណ៍ល្អសោះបងហើយលីកយ៉ុងក៏បានតទៅវិញថាខ្ញុំក៏មានអារម្មណ៍ដូចចឹងដែរប៉ុន្តែឥឡូវនេះសំខាន់គឺយើងត្រូវតែឃ្លៀដងជន់អញ្ចឹងប្រហែលជាឥឡូវនេះយើងគួរតែសម្របខ្លួនតាមនឹងទៅចាក់មនោគមឲ្យពួកហ្នឹងហើយពួកហ្នឹងក៏បាននិយាយទាំងព្រួយបារម្ភដែរលបងកុំបារម្ភខ្លាំងពេកហើយហាយ៉ានក្មេងតូចយើងក៏បាននិយាយទៅកាន់អូប៉ាគេដែរហ្នឹងហើយអូប៉ាខ្ញុំនឹងមិននិយាយជាមួយពួកគេទេឃើញថាពួកហ្នឹងចូលមនោគមរបស់ខ្លួនហើយលីកយ៉ុងក៏បាននិយាយបន្តទៀតថាអូនឯងអាចនិយាយជាមួយពួកគេបានប៉ុន្តែសម្រាប់សុកវូអូនត្រូវតែព្យាយាមកុំខ្វល់ពីគេដឹងណាហាយ៉ានឮសំដីដល់ផ្អែមមិនលួយរបស់លីកយ៉ុងហើយក៏បានតទៅវិញថាអូខេអូប៉ាខ្ញុំនឹងមិនលវេលវល់ជាមួយអាប៉ែហ្នឹងទេលឺក្មេងខ្ជូតនិយាយចឹងហើយលីកយ៉ុងក៏បានតទៅវិញថាអូខេលឺអញ្ចឹងហើយបងធូរចិត្តហើយបន្ទាប់ពីការសន្ទនានឹងរួចក៏ដល់ពេលដែលត្រូវទៅកាន់ដងជន់ជាមួយគ្នាហើយក្រុមពីរនាក់ហ្នឹងក៏បានដើរជួសគ្នាហើយក៏បានសម្លក់សម្លឹងគ្នាទៅវិញទៅមកបន្តមកលីកយ៉ុងក៏បានសម្លក់ទៅមើលអាប៉ែជីនហូហ្នឹងហើយអាប៉ែជីនហូហ្នឹងក៏បានសម្លក់ទៅមើលលីកយ៉ុងវិញផងដែរនៅពេលនោះដែរក្រុមរបស់លីកយ៉ុងក៏បានទៅហៅយ៉ុងសុងហើយលីកយ៉ុងក៏បាននិយាយថាខ្ញុំត្រឡប់មកវិញហើយក៏ស្រាប់ថាដួងគូក៏បានស្រែកថាខ្ញុំមកដល់ហើយលបងហើយយ៉ុងសុងឃើញពួកហ្នឹងហើយក៏បាននិយាយថាពួកឯងបានមកដល់ហើយមែនព្រាមនោះដួងគូក៏បាននិយាយឡើងថាមានរឿងអីហ្នឹងតើបងឯងឡារបស់ឆ្ងាញ់ឬក៏អីផ្សេងមុខរបស់បងឯងដូចជាមុខយាយខ្ញុំពេលដែលខ្ញុំសុំលុយគាត់អញ្ចឹងលឺអញ្ចឹងហើយយ៉ុងសុងក៏បាននិយាយឡើងថាតាមកាប់ទៅបន្ទាប់មកយ៉ុងសុងក៏បានបើកកាតាបយឺតហើយក៏បាននិយាយឡើងថាខ្ញុំមានរបស់ឲ្យមួយចង់ផ្ដល់ឲ្យអ្នកនរគ្នាហើយលីកយ៉ុងហាយ៉ានជាមួយនឹងដុងគូបានមើលសម្លឹងទាំងមិនសឹងតែដកដង្ហើមហើយក៏មានពន្លឺមួយបានចេញឡើងហើយលីកយ៉ុងឃើញអញ្ចឹងហើយក៏បានគិតក្នុងចិត្តថាខ្ញុំជឿជាក់លើអ្នកហើយគីមយ៉ុងសុងមកដល់ត្រឹមនេះ chapter របស់យើងក៏ត្រូវបានបញ្ចប់ជួបគ្នានៅ chapter លើក្រោយទៀតសូមអ្នកនរគ្នានឹងចូលចិត្តកុំភ្លេចចុច subscribe ដាក់សញ្ញារូបកណ្ដឹងម្នាក់មួយផងបាយបាយអ្នកនរគ្នា